Hello chị Sút đây,បងតើអរគ្នាយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងការ review ផ្ទះដែលផ្ទុកការចាប់អារម្មណ៍ខ្លាំងមែនតើនៅតំបន់តនុកប់ស្រូវតោះអាលីកុំឲ្យបងខាត់ពេលយូរចាងាកមកមើលម៉ូតផ្ទះទាំងអស់គ្នាអញ្ចឹងសម្រាប់ម៉ូតផ្ទះដែលយើងកំពុងតែចង់បង្ហាញមកបងហ្នឹងគឺជាខ្នាតវីឡាតូលសំណង់ឥដ្ឋ20ជុំវិញទាំងលើទាំងក្រោមដែលខាងក្នុងផ្ទះហ្នឹងមានរហូតដល់4បន្ទប់គេងនិង4បន្ទប់ទឹកមុននឹងចូលទៅដល់ខាងក្នុងចង់បង្ហាញបងទីធ្លាចំហៀងផ្ទះសិន អញ្ចឹងសម្រាប់ផ្ទះគំរូគឺយើងយកជាប្រភេទផ្ទះមួយដីកន្លះឡូមករៀបចំហើយសំខាន់ណាបងប្អូនបានផ្ទះដីចំហៀងអញ្ចឹងចំណេញមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តដាំដំណាំបន្លែផ្កាការលម្អផ្ទះអីគឺគាត់មើលជាប្រភេទដីចំហៀងអញ្ចឹងបាននេះទីមួយគាត់សល់ទីធ្លាទុកសម្រាប់ដាំដំណាំហើយគាត់អាចរៀបចំជាកញ្ចោះអាំងបឹងឈប់កន្លែងអង្គុយលេងហ្នឹងគឺបានមកឆ្លាញ់តែម្ដងចំណុចពិសេសមានអូនតូចអីគឺមានទីធ្លាសម្រាប់ពួកគាត់រត់លេងបានចា អត់ចាំបាច់ឲ្យគាត់ទាទៅ playground នៅខាងក្រៅទេគ្រាន់តែនៅខាងក្នុងផ្ទះហ្នឹងក៏រៀបចំឲ្យគាត់បានមកស្អាតដែរតោះឥឡូវកុំឲ្យបងចាំយូរខ្ញុំនាំបងចូលទៅមើលខាងក្នុងផ្ទះទាំងអស់គ្នាមកទៅអញ្ចឹងសម្រាប់សាច់ខាងក្នុងផ្ទះគឺយើងបាន4បន្ទប់គេងហើយ4បន្ទប់ទឹកបន្ថែមចូលមកដល់ខាងក្នុងគឺមានបន្ទប់ទទួលភ្ញៀវចាទំហំហ្នឹងគឺធំមែនតើហ្មងតលាយស្អាតនិយាយទៅអាចទទួលភ្ញៀវចន្លោះពី7ទៅ10នាក់អត់មានចៀតទេលើសពីនេះទៅទៀតហ្នឹងគេឆ្នៃបានជាមួយនឹងបន្ទប់សម្រាប់តាយាយទៀតអញ្ចឹងម៉ូតវីឡាតូនហ្នឹងនៅលក្ខណៈគ្រួសារបានចានេះបងប្អូននេះឃើញអត់ចាខាងក្រោមហ្នឹងគឺបងអាចរៀបចំឲ្យមនុស្សចាស់តាយាយដែលគាត់ពិបាកឡើងចរាគាត់អាចសម្រាកនៅខាងក្រោមហ្នឹងបានចេញពីហ្នឹងមកទៀតតុបាយញ៉ាំអាហារក៏ធំតលាដែរបងឃើញអង្គុយញ៉ាំអាហារអីអញ្ចឹងទៅដាំស្លអីក៏គៀកហើយម៉ូតផ្ទះហ្នឹងគេ design បានទ្វារ2បងអាចចេញចូលខាងមុខផ្ទះក៏បានចំហៀងផ្ទះក៏បានដែរចាចំហៀងផ្ទះសល់បាន1.65ម៉ែត្រសូម្បីតែបងមើលទំហំដីស្តង់ដារក៏សល់ទីធ្លាចំហៀងផ្ទះតលាយទុកដាំជីខ្ទឹមយកចោលសម្រាប់យកអីគឺងាយស្រួលមែនតើហើយបើងាកមកមើលចក្រានបាយវិញធំតលាយពេញសាច់ល្អហ្មងនិយាយទៅម៉ែដែលគាត់ជួយធ្វើម្ហូបគាត់ឃើញហើយអាចនឹងចាប់អារម្មណ៍ស្រឡាញ់ភាគច្រើនមកដោយសារអីនេះបង space អីតលាយណាពីធានកន្លះអត់ចៀតទេគាត់ដាំស្លអញ្ចឹងទៅស្រួលហាន់បន្លែហាន់អីអញ្ចឹងទៅងាកទៅលាងងាកអីគឺចិត្តអត់សូវហត់ទេបងប្អូនឃើញអត់ចិត្តចំអិនអាហារក៏ឆ្ងាញ់ដែរកាលណាបើចក្រានបាយស្អាតក៏មានអារម្មណ៍ថាមានអារម្មណ៍ធ្វើម្ហូបមែនតើហ្មងហើយអ្នកញ៉ាំក៏គេស្និទ្ធមាត់ក្នុងការញ៉ាំដែរបងអញ្ចឹងធ្វើម្ហូបអីហើយមកលើកមកដាក់តុញ៉ាំអាហារទៅចាគៀកហ្នឹងទេគៀកមែនតើហ្មងហើយចំណុចដែលធ្វើឲ្យអតិជនភាគច្រើនស្រឡាញ់នៅបរិយាខាងយើងហ្នឹង ទី1បងកន្លែងណាដែលឆ្នៃបានគឺគិតគូរគ្រប់ជ្រុងអតិជនជាក់ស្ដែងណាបងនេះដោយកូនឃ្លាំងក្រោមចរានេះអញ្ចឹងបងអ្នកខ្លះគេឡើងធ្វើអីចាឥឡូវហ្នឹងប៉ុន្តែនៅនេះគឺឆ្នៃបានកូនឃ្លាំងមួយទៀតឲ្យបងចាបងទុកដាក់អាវ៉ែអាវ៉ាន់ចាស់ចាស់ដែលបងឡើងប្រើហ្នឹងគឺដាក់ក្នុងនឹងមកឲ្យបងបិទទ្វារអញ្ចេះមកគឺនៅតែឃើញអាណាម៉ៃឲ្យស្អាតអញ្ចឹងណាហើយឆ្នៃបងមើលប្រកាន់ដៃចដើមិនមានតែផ្ទះគំរូស្អាតទេណាសំបីតែផ្ទះរបស់អតិជនហ្នឹងក៏យើងរៀបចំឆ្នៃជាប្រកាន់ដៃអញ្ចឹងឲ្យបងដែរហើយបើការឡើងចដើវិញអត់ចោតខ្លាំងទេថាចដើធំល្អបងឃើញអត់សល់ជើងទៀតនេះហើយបើនិយាយពីទំហំនៃការចោតអត់ចោតខ្លាំងទេបងងាយស្រួលឡើងចុះហើយបើថាមនុស្សចាស់ហ្មងគាត់ថាអើយស្រួលមិនក៏អត់ចង់ឡើងដែរអាយុច្រើនហើយឈឺឆ្អឹងឈឺឆ្អែងណាស់បងបាច់ឡើងទេទុកបន្ទុកមួយឲ្យគាត់សម្រាប់នៅខាងក្រោមចឹងទៅចឹងខាងលើមាន3បន្ទប់គេង3បន្ទប់ទឹកបន្ថែមទៀតសម្រាប់ក្មេងៗដែលគ្នាមានកម្លាំងកាហែងពេញគ្រប់គ្រាន់ឡើងទៅគេងលើចឹងទៅទុកបន្ទប់ចងតដីទុកសម្រាប់ម៉ាក់ប៉ាកងអាម៉ាយើងនៅខាងក្រោមចឹងទៅចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍បងប្អូនតម្លៃគេល្អណាបើបងមើលទំហំដីស្តង់ដារ11.20ម៉ែត្រតម្លៃត្រឹមតែ120000ជាងទេតែបើបងមើលដីចំហៀងធំដូចផ្ទះគំរូយើងបង្ហាញពីដើមវីដេអូហ្នឹងណាតម្លៃធំតែ160000ជាងទេហើយគេនៅមានបញ្ចុះតម្លៃមាន free សម្ភារៈច្រើនមុខទៀតអញ្ចឹងបើចាប់អារម្មណ៍អាចតំណែងមកកាន់ Barayon Sivilla យើងបានចាអរគុណ